ស្ត្រីកម្ពុជាជាច្រើនបានធ្វើចំណាក់ស្រុកដើម្បីស្វែងរកការងារដែលសមរម្យនិងជីវិតដែលប្រសើរជាងមុនប៉ុន្តែសម្រាប់ស្ត្រីដែលជ្រើសរើសការចំណាក់ស្រុកក្នុងស្ថានភាពមិនទៀងទាត់គ្មានឯកសារអាចប្រឈមនឹងហានិភ័យខ្ពស់ហ៊ានអត់បានពងពោះគេតាំងពីអ្នកប្តីប្រពន្ធរួចយើងអត់មានចំណេះអីអញ្ចឹងមានតែទៅចំណាក់ស្រុកដើម្បីធ្វើការរកលុយគឺគេថាងកន្លែងសំណងមួយកន្លែងគេរើសគ្នាប្រហែលជា30នាក់គេអត់មានប៉ាសពតមានអីទេចេះតែទៅការធ្វើចំណាក់ស្រុកដោយមានស្ថានភាពមិនទៀងទាត់ត្រូវបានជំរុញដោយសារតម្រូវការផ្នែកសេដ្ឋកិច្ចនិងកង្វះមធ្យោបាយដែលមានសុវត្ថិភាពរួចទៅបានគេដាក់យើងក្នុងផ្ទះមួយសត្វតែខ្មែរត្មងមានតូចមានធំមានចាស់មានក្មេងនឹងឡៃឡោកពេញនឹងគេទៅសេដៃនឹងឲ្យដូចគ្នាគេមានស្វឺតដោយគូម្ដាយយើងណាដូចគ្នាឲ្យយើងចូលផ្ទះទៀតចូលផ្ទះសណៈគេនោះទៀតទៅពួននៅផ្ទះគេអស់ចិត្តគាត់គេថាអូប៉ូលីសគេរើហើយគេដកកម្លាំងហើយបានយើងទៅទៀតចូលតាមកន្លែងធ្វើការនឹងដោយសារការគ្មានឯកសារការភ័យខ្លាចជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃព្រោះយើងឲ្យមានឯកសារអញ្ចឹងកិច្ចរហូតដូចតែគេថាងតកែនោះយើងធ្វើការបានលុយទៅទៀតបើបងថ្លៃពីអ្នកគាត់អត់ស៊ូនៅគេគាត់ទៅបានតាមកន្លែងត្រួតដេញគាត់រហូតមកវិញតែដូចខ្ញុំអញ្ចឹងខ្ញុំរហូតមកអត់ដឹងខ្ញុំធ្វើអីខ្ញុំត្រូវតែតស៊ូទៅមកកន្លែងទៀតដើម្បីបានលុយមកចាំកូនអញ្ចឹងទ្រាំការធ្វើចំណាក់ស្រុកដោយស្ថានភាពមិនទៀងទាត់ឬគ្មានឯកសារនាំឲ្យមានហានិភ័យខ្ពស់ហើយការងារដែលទទួលបានគឺខ្វះការការពារធ្វើផ្ទះគេ3ជាន់ឡើងលាបថ្នាំផ្ទះគេនឹងភ័យខ្លាចតែធ្លាក់ភ័យមែនតើណាព្រោះដល់ពេលបានធ្វើហើយធ្វើគេឲ្យលុយដូចវេទនាត្មងគេឲ្យលុយគេបោកមកគេបោកយើងព្រើស្ថានភាពមិនទៀងទាត់មានន័យថារស់នៅដោយមិនមានការជួយគាំទ្រឬការការពារពេលបានស្គាល់តកែផ្សេងទៀតគេអាណិតដែរអញ្ចឹងគេនាំយើងទៅកន្លែងផ្សេងមួយទៀតទៅធ្វើការទៅដល់ក្នុងរត់ទៀតមានគេដេញចាប់ចេញទៅហើយអត់បានលុយទេជិះឡានយើងអត់មានប៉ាសពតមានបាត់អញ្ចឹងគេខាត់យើងគេហៅយើងសួរនាំថាមកស្រុកគេនឹងធ្វើអីហើយនៅស្រុកណាអីអញ្ចឹងគេសួរថាយើងនៅខេត្តណាអញ្ចឹងណាយើងឆ្លើយកន្លែងហ្នឹងហើយបញ្ជូនយើងទៅកន្លែងទៀតចាទៅមុខគេសួរយើងអញ្ចឹងទៀត3 4កន្លែងហើយបានគេឲ្យយើងបង់លុយហើយបានគេមានអ្នកឡាននឹងដឹកយើងចេញមកទៀតនាំតែយើងបានឆ្លងមកដល់ដីខេត្តយើងខ្មែរយើងស្ត្រីទាំងអស់ស័ក្តិសមនឹងទទួលបានការធ្វើចំណាក់ស្រុកដោយសុវត្ថិភាពនិងទទួលស្គាល់នូវសេចក្តីថ្លៃថ្នូរខ្ញុំសូមផ្ដាំទៅប្រជាពលរដ្ឋខ្មែរយើងទាំងអស់គ្រប់គ្នាមុននឹងយើងចំណាក់ស្រុកយើងត្រូវធ្វើឯកសារត្រឹមត្រូវហើយយើងកុំចេះតែជឿតាមមេខ្យល់ថាទៅស្រួលណាស់ទៅស្រុកគេតាមពិតអត់ស្រួលទេអត់ស្រួលយើងអត់មានប៉ាសពតមានបាត់ត្រឹមត្រូវអញ្ចឹងទៅដល់ហ្នឹងដឹងតែអត់ស្រួលពិបាកដូចខ្ញុំអញ្ចឹងខ្ញុំពិបាកណាស់